เปรียบเทียบกองกำลังโยธาอินเดียនិងปากีស្ថានថ្មីនេះឥណ្ឌានិងប៉ាគីស្ថានមានចំនួននឹងគ្នាហើយបើកការវាយប្រហារគ្នាប្រតិបត្តិគ្នាជាខ្លាំងប៉ុន្មានថ្ងៃមុននេះតោះយើងកុំនៅយូរសូមអញ្ជើញទៅតាមដានទស្សនាវីដេអូនេះទាំងអស់គ្នាកងទ័ពឥណ្ឌាសរុបចំនួន 1.4 លាននាក់កងទ័ពជើងគោកមានចំនួន 1,237,000 នាក់កងទ័ពជើងទឹកមានចំនួន 75,500 នាក់ចូលដល់កងទ័ពជើងអាកាសមានចំនួន 149,900 នាក់កងទ័ពឆ្មាំងសមុទ្រមានចំនួន 1,335 នាក់ចូលដល់កងទ័ពប៉ាគីស្ថានគឺកងទ័ពសកម្មសរុបក្រោម 7 សែននាក់ប៉ាគីស្ថានគឺមានកងទ័ពជើងគោកគឺមានចំនួន 560,000 នាក់ចំណែកកងទ័ពអាកាសគឺមានចំនួន 7,000 នាក់ហើយកងទ័ពជើងទឹកគឺមានចំនួន 3,000 នាក់ចូលដល់កំភ្លើងធំគឺឥណ្ឌាមានកំភ្លើងធំចំនួន 974 គ្រឿងចំណែកប៉ាគីស្ថានគឺមានកំភ្លើងធំចំនួន 4,619 គ្រឿងហើយឥណ្ឌាគឺមានរថក្រោះប្រយុទ្ធចំនួន 3,740 គ្រឿងចំណែកប៉ាគីស្ថាននៅក្នុងនោះដែរគឺប៉ាគីស្ថានមានរថក្រោះប្រយុទ្ធចំនួន 2,537 គ្រឿងហើយឥណ្ឌាមាននាវាមួយទឹកចំនួន 16 គ្រឿងហើយក្នុងនោះដែរឥណ្ឌាមាននាវាពិឃាតចំនួន 11 គ្រឿងហើយក្នុងនោះដែរគឺមានឥណ្ឌាគឺមាននាវាចម្បាំងចំនួន 16 គ្រឿងនិងនាវាផ្ទុកយន្តហោះចម្បាំងនឹងចំនួន 2 គ្រឿងចំណែកប៉ាគីស្ថានមាននាវាមួយទឹកចំនួន 8 គ្រឿងនិងនាវាចម្បាំងចំនួន 10 គ្រឿងឥណ្ឌាមានយន្តហោះចម្បាំងចំនួន 730 គ្រឿងចំណែកប៉ាគីស្ថានវិញមានយន្តហោះចម្បាំងចំនួន 452 គ្រឿង
ឥណ្ឌាមានគ្រាប់នុយក្លេអ៊ែរចំនួន172គ្រាប់ហើយចំណែកប៉ាគីស្ថានវិញគឺមានគ្រាប់នុយក្លេអ៊ែរចំនួន170គ្រាប់សូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់